កិច្ចប្រជុំចុងក្រោយរបស់លោក Cardinal ផ្ដោតលើគុណសម្បត្តិចាំបាច់សម្រាប់អនាគតសម្ដេចប៉ាបនានានៅព្រឹកថ្ងៃអង្គារទី6 ខែឧសភាមុនថ្ងៃចាប់ផ្ដើមដំណើរការជ្រើសរើសសម្ដេចប៉ាបថ្មីសន្និបាតលោក Cardinal លើកទី12ចូលរួមដោយលោក Cardinal សរុបប្រមាណជា173រូបរួមទាំង Cardinal ដែលមានសិទ្ធិបោះឆ្នោតចំនួន133រូបលោក Matteo Bruni ប្រធានការិយាល័យបរមាសន្តអាសនៈបានអះអាងថាសន្និបាតចុងក្រោយបន្ទាប់ពីសម្ដេចប៉ា Francisco បានសោយទីវង្គតនេះបានចាប់ផ្ដើមនៅម៉ោង 9 ព្រឹកដោយការអធិដ្ឋានមួយភ្លែតហើយអ្នកចូលរួមបានស្ដាប់បទអន្តរាគមន៍ចំនួន26ដែលបាននិយាយអំពីប្រធានបទជាច្រើនប៉ុន្តែសំខាន់គឺផ្ដោតលើលក្ខណៈសម្បត្តិរបស់សម្ដេចប៉ាបថ្មីក្រៅពីនោះក៏ពាក់ព័ន្ធជាមួយនឹងច្បាប់ព្រះសហគមន៍បញ្ហាស្ដីអំពីការរំលោភបំពានបញ្ហាសេដ្ឋកិច្ចរបស់សន្តិអាសនៈការងារដើម្បីសន្តិភាពជាដើមលោកបានបញ្ជាក់ថាសន្និបាតរបស់លោក Cardinal ក្រោមការដឹកនាំរបស់សម្ដេចប៉ា Francisco ត្រូវបានបញ្ចប់នៅម៉ោង 12:30 នាទីហើយមិនមានការរៀបចំទៀតទេរហូតដល់មានការជ្រើសរើសសម្ដេចប៉ាបថ្មី